ខ្ញុំកណាខ្ញុំសូមថ្វាយបង្គំបដិជគុណគ្រប់ព្រះអង្គសូមគោរពសម្ដេចទ្រង់អាយដាមលោកជំទាវអស់លោកស្រីអ្នកនាងកញ្ញាបងប្អូនអ្នកសារព័ត៌មានទាំងអស់ជាទីគោរពនិងជាទីមេត្រីក្របខ័ណ្ឌក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃខ្ញុំកណាខ្ញុំសូមប្រគេននៅនៃព័ត៌មានសង្ខេបស្ដីអំពីការរៀបចំការអភិវឌ្ឍកម្មវិធីវិនិយោគនិងគម្រោងនានារបស់រដ្ឋបាលដែនដីថ្នាក់ក្រោមជាតិនៅក្នុងខែមិថុនាឆ្នាំ2026គិតត្រឹមខែមិថុនាឆ្នាំ2026វឌ្ឍនភាពនៃការរៀបចំផែនការអភិវឌ្ឍកម្មវិធីវិនិយោគនិងការអនុវត្តគម្រោងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិរួមមានការកសាងកម្មវិធីវិនិយោគ3ឆ្នាំរំកិលគឺឆ្នាំ2027ដល់ឆ្នាំ2029របស់រដ្ឋបាលដែនដីក្រុងស្រុកទាំង196នៃរដ្ឋបាលដែនដីថ្នាក់ខេត្តចំនួន24ជាលទ្ធផលមានក្រុងស្រុកចំនួន195ស្មើនឹង99%បានអនុវត្តចប់ជំហានទី1បាទក្រុងស្រុកចំនួន15ស្មើនឹង8%បានអនុវត្តចប់ជំហានទី2ខណៈក្រុងស្រុកចំនួន7ស្មើនឹង5% បានអនុវត្តចប់ជំហានទី3ការកសាងកម្មវិធីវិនិយោគ3ឆ្នាំរំកិលឆ្នាំ2027ទៅឆ្នាំ2029របស់រដ្ឋបាលឃុំសង្កាត់ទាំង1652ជាលទ្ធផលមានឃុំសង្កាត់ចំនួន1645ស្មើនឹង99.6% បានអនុវត្តចប់ជំហានទី1ឃុំសង្កាត់ចំនួន100ស្មើនឹង6% បានអនុវត្តចប់ជំហានទី2ខណៈឃុំសង្កាត់ចំនួន29ស្មើ2% បានអនុវត្តចប់ជំហានទី3ពាក់ព័ន្ធនឹងការរៀបចំនិងអនុវត្តគម្រោងនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិគឺក្នុងនោះគឺរដ្ឋបាលរាជធានីខេត្តបានរៀបចំនិងទទួលបានអនុលោមភាពលើគម្រោងអភិវឌ្ឍឆ្នាំ2026ចំនួន21គម្រោងមានទឹកប្រាក់ចំនួន76ប៊ីលាន611លាន612,000រៀលបាទរដ្ឋបាលក្រុងស្រុកបានរៀបចំគម្រោងអភិវឌ្ឍឆ្នាំ2026ចំនួន505គម្រោងគិតជាទឹកប្រាក់ចំនួន305ប៊ីលាន437លាន783,3146រៀលក្នុងនោះគម្រោងបានបញ្ចប់ការសិក្សាចំនួន317គម្រោងគិតជាទឹកប្រាក់ចំនួន189ប៊ីលាន556លាន374,472រៀលក្នុងចំណោមគម្រោងដែលបានបញ្ចប់ការសិក្សាមាន117គម្រោងគិតជាទឹកប្រាក់ចំនួនបាទ40ប៊ីលាន108លាន577,807រៀលបានអនុវត្តនីតិវិធីដេញថ្លៃរួចក្នុងនោះមាន99គម្រោងគិតជាទឹកប្រាក់ចំនួន35ប៊ីលាន232លាន89151រៀលបានចុះកិច្ចសន្យាជាមួយភាគីម៉ៅកាបានន័យថាគម្រោងបានអនុវត្តចប់ជាស្ថាពរមានចំនួន20គម្រោងបាទរដ្ឋបាលឃុំសង្កាត់បានរៀបចំគម្រោងអភិវឌ្ឍឆ្នាំ2026ចំនួន2293គម្រោងគិតជាទឹកប្រាក់សរុបចំនួន611ប៊ីលាន148លាន912,2941រៀលក្នុងនោះគម្រោងបានបញ្ចប់ការសិក្សាចំនួន1722គម្រោងគិតជាទឹកប្រាក់ចំនួន547ប៊ីលាន988លាន810,8435រៀលក្នុងចំណោមគម្រោងដែលបានបញ្ចប់ការសិក្សា
មាន989គម្រោងបាទគិតជាទឹកប្រាក់ចំនួន153 billion 350លាន799,9129 រៀលបានអនុវត្តនីតិវិធីដេញថ្លៃរួចបាទក្នុងនោះមាន740គម្រោងគិតជាទឹកប្រាក់ចំនួន162 billion 123លាន388,838 រៀលបានចុះកិច្ចសន្យាជាមួយភាគីម៉ៅកាគម្រោងបានអនុវត្តចប់ជាសហពរមានចំនួន54គម្រោងខ្ញុំកាលណាខ្ញុំសូមអនុញ្ញាតបញ្ចប់សេចក្តីសង្ខេបព័ត៌មានពាក់ព័ន្ធទៅនឹងផែនការអភិវឌ្ឍកម្មវិធីវិនិយោគនិងការអភិវឌ្ឍផ្សេងៗនៅតាមរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិបាទទាំងរាជធានីខេត្តក្រុងស្រុកខណ្ឌនិងឃុំសង្កាត់ដែលសម្របសម្រួលដោយអគ្គនាយកដ្ឋានរដ្ឋបាលពោលគឺមានក្រសួងមហាផ្ទៃជាអាណាព្យាបាលខ្ញុំកាលណាខ្ញុំសូមថ្វាយបង្គំលាគោរពលាជំរាបលា